បងប្អូនអើយបងអូនមានអីទេតែហ៊ាននៅលើផ្សារព្រះវិហារសុំតាមួយយ៉ាងឯងសុំបច្ច័យដូចម្នាក់5000អ្នក2000ក៏បានដែរតាមវិធីបងអូនអីទេនឹងបាត់ឲ្យទាំង10ចឹងនៅលើផ្សារព្រះវិហារការពិតអីខ្មែរយើងនេះបងនិយាយត្រង់នៅលើផ្សារព្រះវិហារសុំទិញទួចអីទេក៏ដល់ជីតកង់ឯងហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំសូមមានបន្តិចគឺចំពោះជំនួយផ្សេងទៀតមិនថាបងប្អូនឬក៏អ្នកផ្សេងទេសិតតែមានជំនួយនៅក្នុងនឹងទាំងអស់គ្នាបន្តិចមានច្រើនដែរសូម្បីខ្ញុំក៏មានជំនួយនៅក្នុងនោះដែរអញ្ចឹងខ្ញុំគ្រាន់តែចង់បានតែរឿងមួយរឿងមកជំនួយភាគច្រើនតើយើងផុស Facebook ផុសអីចឹងទៅបានអញ្ចឹងអ្នកទទួលបានជំនួយហ្នឹងពេលខ្លះក៏ពួកគាត់បានស្មារតីគ្នាដែរចំពោះកងទ័ពជំនួយដល់ជនភៀសសឹកអីផ្សេងហើយឥឡូវខ្ញុំចង់បញ្ជាក់រឿងកងទ័ពបន្តិចដោយសារតែជំនួយខ្លះគឺបានទៅដល់តែចំពោះកងទ័ពណាដែលមាន Facebook កងទ័ពណាដែលមានទូរស័ព្ទល្អប្រើថតសុំជំនួយហ្នឹងអាហ្នឹងបានមែនតែខ្ញុំសូមបញ្ជាក់មួយទៀតគឺបងកងទ័ពខ្លះគឺគាត់អត់មានទាំងទូរស័ព្ទឬក៏មានត្រឹមទូរស័ព្ទមកត្រឹមខទៅប្រពន្ធកូនគាត់ធម្មតាអាហ្នឹងជាហេតុមួយដែរដែលធ្វើឲ្យពួកគាត់អត់បានទទួលជំនួយទាំងអស់ហ្នឹងទេចឹងហើយបងទាំងអស់គ្នាគួរតែស្វែងរកពួកគាត់តាមរយៈអីផ្សេងដែលបងទាំងអស់គ្នាអាចធ្វើទៅបានបងកងទ័ពភាគច្រើនគាត់មានទូរស័ព្ទឬថាគាត់អត់មានទេតែពួកម៉ាក់គាត់មានគាត់អាចផុសសុំជំនួយតាមហ្នឹងបានទៅម្ចាស់ជំនួយទាំងអស់គ្នាហ្នឹងអាចទៅរកពួកគាត់ឃើញអញ្ចឹងហើយក្នុងមតិរបស់ខ្ញុំទេខ្ញុំចង់ឲ្យបងកងទ័ពហ្នឹងផុសឲ្យបានច្រើនព្រោះឥឡូវនេះគឺថាផុសសុំជំនួយផុសពិបាកផុសអីចឹងទៅគឺទទួលបានជំនួយច្រើនជាងបងផ្សេងទៀតអញ្ចឹងហើយនេះជាមតិរបស់ខ្ញុំទេគ្រាន់តែខ្ញុំចង់ឲ្យពួកបងទៅហ៊ានកងទ័ពហ្នឹងគាត់ទទួលបានជំនួយស្មើគ្នាព្រោះដោយសារអីពួកគាត់បានលះបង់ការពារទឹកដីយើងនិយាយទៅគាត់បូជាអស់ហើយទាំងខ្លួនទាំងប្រាណសាច់ញាតិគ្រួសារគាត់អស់ហើយជាហេតុមួយដែរដែលធ្វើឲ្យពួកយើងនឹងខំប្រឹងរែងអង្គាសជំនួយបន្ថែមទៀតដើម្បីឲ្យពួកគាត់នឹងពេលចប់សង្គ្រាមទៅមានជីវភាពស្មើគ្នាហើយម្ចាស់ជំនួយពួកយើងទាំងអស់គ្នានឹងក៏ស្វាត់ស្វែងរកពួកគាត់ដែរជីវភាពខ្វះខាតព្រោះខ្ញុំដឹងថាជំនួយពួកគាត់ស្វាត់ស្វែងរកណាគាត់ចង់ជួយដល់ជួយឲ្យចំអញ្ចឹងហើយពួកយើងស្វែងរកពួកគាត់ទាំងអស់គ្នាអ្នកទាំងអស់គ្នាខ្លះក៏គាត់ដឹងថាបងកងទ័ពអត់មានទូរស័ព្ទអញ្ចឹងហើយគួរតែស្វែងរកគាត់តាមបែបវិធីអីផ្សេងហើយបងកងទ័ពបានឃើញវីដេអូខ្ញុំហើយគួរតែតម្លាក់លេខទូរស័ព្ទតម្លាក់ Facebook តម្លាក់អីចឹងមកដើម្បីឲ្យពួកយើងនឹងបានឃើញថាពួកគាត់ខ្វះជំនួយមែនហើយអ្នកម្ចាស់ជំនួយក៏គាត់បានឃើញដែរជាហេតុមួយនាំឲ្យពួកគាត់ទទួលបានជំនួយទាំងអស់គ្នាហើយបានជំនួយនឹងគឺស្មើគ្នាព្រោះជំនួយបងប្រជាជនយើងក៏ព្យាយាមរកបងកងទ័ពយើងដែលខ្វះខាតគាត់ចង់ថាជួយធ្វើមិនគាត់ជួយឲ្យចំអ្នកដែលគាត់ខ្វះខាតហើយនៅពេលដែលចប់សង្គ្រាមទៅគឺជីវភាពរបស់ពួកគាត់នឹងមានជីវភាពធូរស្រាលជាងមុនឲ្យស្មើគ្នាហើយអ្នកនរគ្នាអរគុណមែនទែនហើយអ្នកនរគ្នាកុំភ្លេច share វីដេអូនេះឲ្យបងកងទ័ពបានឃើញផងឲ្យគាត់បានឆាប់បានទទួលជំនួយគ្រប់គ្នាហើយអ្នកនរគ្នាកុំភ្លេច follow page របស់ខ្ញុំផងដើម្បីទទួលបានព័ត៌មានថ្មី